បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាវីដេអូនេះដែរគឺខ្ញុំមកស្រាយចម្ងល់ជូនពុកម៉ែបងប្អូនទាំងអស់គ្នាតែងតែសួរខ្ញុំថាលោកគ្រូតើវីដេអូ short ហើយនឹង long យើងបង្ហោះចូលជាមួយនឹងគ្នាបានអត់ចម្លើយខ្ញុំគិតថាបានក៏ប៉ុន្តែយើងត្រូវចែកឲ្យដាច់រវាង short ហើយនឹង long វីដេអូអញ្ចឹងខ្ញុំទៅនឹងបញ្យល់បងប្អូនតាមលក្ខណៈវីដេអូ short ហើយនឹងវីដេអូ long ណាអញ្ចឹងបើបងប្អូនធ្វើ short បងប្អូនត្រូវបង្ហោះ short ណាហ្នឹងហើយ short រហូតណាឧទាហរណ៍ថាបងបង្ហោះ short ពី300វីដេអូអញ្ចឹង short ឡើង subscribe watch time អញ្ចឹងមានន័យថា grow តាក់ទងទៅនឹង short ហ្នឹងមែនតើណាហ្នឹងហើយ viral short មែនតើអញ្ចឹងបងប្អូនកុំបង្ហោះ long ឲ្យសោះតា short បងប្អូនដើរហើយបងប្អូនទៅបង្ហោះ long អាចនឹង down ណាហ្នឹងហើយអាចអត់មានអ្នកមើលវិញអញ្ចឹងបើ short កំពុងតែឡើងហើយបងប្អូនត្រូវតែបុក short ឲ្យខ្លាំងណា upload ឲ្យកាន់តែច្រើនកាន់តែល្អក្នុងមួយថ្ងៃអញ្ចឹងបច្ចុប្បន្ននេះគឺក្រុមហ៊ុន YouTube ឲ្យ upload ចូលក្នុង YouTube បាន15វីដេអូណាហ្នឹងហើយមិនថា short មិនថា long អញ្ចឹងមួយថ្ងៃបាន15វីដេអូគឺ no limit អីណាហ្នឹងហើយមានន័យថាបាន15វីដេអូទេហើយបន្តមកទៀត24ម៉ោងក្រោយបានយើង upload បាន15វីដេអូទៀតណាហ្នឹងហើយពីមុនមកគឺយើង upload ចូលក្នុង YouTube គឺអត់កំណត់រយៈពេលទេណាហ្នឹងហើយ upload សេរីប៉ុន្តែឥឡូវគឺក្រុមហ៊ុនបាន update បាន15វីដេអូទេក្នុងមួយថ្ងៃអញ្ចឹងណាអញ្ចឹងបកមកក្រោយបន្តិចបើបងប្អូនបង្ហោះ short ត្រូវតែបង្ហោះ short រហូតណាកុំលាយឡំគ្នាជាមួយនឹង long វីដេអូណាហើយខ្ញុំនិយាយនឹង long ម្ដងតើតើទៅនឹង long បងប្អូនបង្កើត channel មកបងប្អូនអាចបង្ហោះ long អញ្ចឹងតើតើទៅនឹង long វីដេអូបើយើងបង្ហោះ100 200វីដេអូទៅស្រាប់តែ long នឹងផ្ទុះអញ្ចឹងបងប្អូនកុំបង្ហោះ short ណាហ្នឹងហើយអញ្ចឹងបើបង្ហោះ long ផ្ទុះអញ្ចឹងយើងព្យាយាមបង្ហោះ long រហូតណាហ្នឹងហើយអញ្ចឹងកុំដាក់ short ចូលដាក់ short ចូលគឺ long គឺ down ហើយអត់ឡើងទេហ្នឹងហើយអញ្ចឹងនេះគឺជាចម្លើយនឹងជូនបងប្អូនអរគ្នាឲ្យបានដឹងថាតើ short ហើយនឹង long បង្ហោះបានអត់ចម្លើយគឺបានវាអត់មានហាមឃាត់អីចំពោះក្រុមហ៊ុនហាមឃាត់ទេណាហ្នឹងហើយសំខាន់គឺអ្វីដែលខ្ញុំបានបកស្រាយជូនពេលហ្នឹងគឺស្រាវចម្ងល់ជូនបងប្អូនណាហ្នឹងហើយអញ្ចឹងយើងចែកដោយឡែកពីគ្នាទៅហើយមួយសំណួរមួយទៀតសួរថាលោកគ្រូshort រលុយបានអត់ long រលុយបានអត់ចម្លើយគឺរកលុយបានទាំងពីរនៅក្នុង dashboard YouTube គឺចែកដាច់ចំនួនលុយ long ផ្សេងចំនួនលុយ short ផ្សេងណាហ្នឹងហើយអញ្ចឹងចម្លើយគឺអាចរលុយបានទាំងពីរប៉ុន្តែគ្រាន់តែខ្ញុំបញ្ជាក់បងប្អូនថាអ្វីដែលបងប្អូនព្យាយាម build channel ថ្មីអានេះសម្រាប់ដៃថ្មីណាហ្នឹងហើយឬក៏ដៃចាស់ក៏ដោយបើសិនជាយើងបង្ហោះវីដេអូ short ឡើងយើងបុក short ឲ្យខ្លាំងទៅដើម្បីយើងបានចំនួន subscribe fan យើងឲ្យកាន់តែច្រើនណាហ្នឹងហើយបើយើងបុក long កាន់តែខ្លាំងទៅហើយវាកាន់តែផ្ទុះតើតទៅនឹង long យើងបុក long ទៅណាហ្នឹងហើយអញ្ចឹងចម្លើយមានតែប៉ុណ្្នឹងបាយបាយ